បើម៉ែឪដែលគាត់យល់ច្បាស់ពីការទទួលខុសត្រូវក្នុងនាមគាត់ជាអ្នកបង្កើតគេមកដែលគេសុំគាត់ណាគាត់ត្រូវនិយាយទៅកាន់កូនដែលវាខូចនិយាយយ៉ាងម៉េចចាប់ដៃកូនឲ្យមកអង្គុយគល់មុខម្ដាយកូនប្រុសមានម្ដាយទោះបីជាកូននឹងទៅជាអ្វីក៏ដោយកូនជួបគ្រឿងញៀនកូនដើរលេងកូនមិនគិតម៉ែមិនគិតឪម៉ែអត់បន្ទោសកូនទេណាកូនណាពីព្រោះនេះគឺជាការទទួលខុសត្រូវរបស់ម្ដាយកូនអត់បានសុំពុះវាដើម្បីមកនៅក្នុងផ្ទះម៉ែទេម៉ែជាអ្នកបង្កើតកូនរូបរាងកាយក៏ម៉ែបង្កើតការអប់រំក៏ម៉ែបង្កើតដូច្នេះម៉ែទទួលខុសត្រូវមួយរយទៀតកូនជួបគ្រឿងញៀនកូនដើរលេងយប់កូនច្រែម៉ូតូកូនទៅជាមនុស្សបាត់តាកូនមិនកាត់គូក្នុងគ្រួសារម៉ែអត់បន្ទោសកូនទេណាកូនពីព្រោះវាជាការទទួលខុសត្រូវរបស់ម្ដាយរបស់ឪពុកប៉ុន្តែកូនត្រូវដឹងថាម៉ែជឿចិត្តណាស់កូនម៉ែជឿចិត្តណាស់ពេលដែលម៉ែឃើញកូនបែបនេះម៉ែស្ទើរតែស្រុកឈាមចេញដល់ទេម៉ែមិនអាចរៀបរាប់ពីទំហំទុកដែលមាននៅក្នុងបេះដូងរបស់ម្ដាយនៅពេលដែលបានកូនមកបែបនេះប៉ុន្តែឲ្យម៉ែបន្ទោសកូនម៉ែអត់បន្ទោសទេពីព្រោះវាជាការទទួលខុសត្រូវរបស់ម្ដាយកូនអត់ទាំងកើតទេកូនត្រូវចងចាំថាគ្រប់ម្ដាយគ្រប់ឪពុកមិនដែលចង់ឲ្យកូនអាក្រក់ទេសូម្បីតែជួនកាលចំណេះរបស់គាត់តែទួចគាត់ស្មានតែត្រឹមត្រូវឲ្យកូនមិនធ្វើតាមខ្លួនពុកគាត់កុំឲ្យកូនធ្វើនេះបានឲ្យកូនគិតតែប្រយោជន៍យកខ្លួនទោះបីជាគាត់គិតក្នុងផ្លូវបែបហ្នឹងគាត់ថាក៏ម៉ែឪចង់ឲ្យកូនល្អដែរប៉ុន្តែល្អតាមរបៀបរបស់កូនកូនត្រូវដឹងថាគ្រប់ម្ដាយឪពុកមិនដែលចង់ឲ្យកូនអាក្រក់ទេប៉ុន្តែវាជាអាបត្តិរបស់ម្ដាយណាស់តាមម្ដាយមិនអាចអប់រំកូនមិនអាចបង្កើតកូនឲ្យនៅជាល្អប៉ុន្តែទោះបីជាកូននៅក្នុងស្ថានភាពបែបហ្នឹងម៉ែអត់បន្ទោសកូនទេម៉ែអត់បន្ទោសទោះសោះពីព្រោះរូបកាយម៉ែអ្នកបង្កើតការអប់រំម៉ែអ្នកបង្កើតប៉ុន្តែកូនត្រូវដឹងថាម៉ែជឿចិត្តណាស់កូនម៉ែជឿចិត្តណាស់ម៉ែគ្រាន់តែរំលឹកដល់វាខ្លះក្រែងលោថ្ងៃក្រោយទៅកូនកើតពុកបដិសារីកូនណាតែងតែជន់ឈ្លីទៅលើសេចក្តីស្រឡាញ់របស់ម្ដាយឧទាហរណ៍កូនខឹងម្ដាយកូនរត់ចោលផ្ទះម្ដាយឪពុកណាអាណិតកូនខំដើររកកូនឃើញម្ដាយកូនឃើញឪពុកប៉ុន្តែដើម្បីឲ្យម៉ែជឿចិត្តឲ្យម៉ែពិបាកចិត្តកាន់តែខ្លាំងដើម្បីកាត់ម្ដាយកូនរត់ពួននេះក៏បញ្ជាក់ឲ្យឃើញថាកូនសប្បាយចិត្តណាស់កូនពេញចិត្តណាស់នៅពេលដែលឃើញម្ដាយឪពុកឈឺចាប់កូនត្រូវចងចាំថានៅលើលោកនេះណាកូនណាអត់មានពីណាស្រឡាញ់កូនស្មើនឹងឪពុកនិងម្ដាយទេនៅថ្ងៃណាមួយដែលអត់ពីម្ដាយនិងឪពុកកូននឹងយល់កូននឹងបាត់បង់កូននឹងពាល់ត្រូវនៅភាពឯកោនៅពេលដែលកូនបាត់បង់សេចក្តីស្រឡាញ់របស់ម្ដាយនៅពេលដែលម្ដាយចែកខាងម្ដាយមិនចង់ឲ្យកូនមានគុណបដិសារីបានជាម្ដាយនិយាយនេះម្ដាយមិនមែននិយាយដើម្បីឲ្យកូនដឹងគុណម្ដាយមិនមែនទេប៉ុន្តែម្ដាយអាណិតកូនក្រែងលោថ្ងៃណាមួយអត់ពីម្ដាយអត់ពីឪពុកទៅកូននឹកឃើញដល់អំពើអាក្រក់តែកូនបានធ្វើមកលើម្ដាយពេលហ្នឹងណាអត់មានអ្វីមកជំនួសគុណបដិសារីរបស់កូនទេពីព្រោះរឿងទាំងអស់វាហួសហើយអញ្ចឹងសរុបសេចក្តីមកវិញទោះបីកូនទៅជាអ្វីក៏ដោយម៉ែនៅតែអាណិតម៉ែនៅតែស្រឡាញ់ពីព្រោះវាជាការទទួលខុសត្រូវរបស់ម៉ែនិងរបស់ឪពីព្រោះកូនអត់បានសុំទេនេះគឺជាការទទួលខុសត្រូវរបស់មេដាបិតាណាកូនណាប៉ុន្តែកូនត្រូវចងចាំពាក្យម៉ែជាចុងក្រោយទី1ម៉ែចង់ប្រាប់កូនថាម៉ែជឿចិត្តណាស់កូនម៉ែតូចចិត្តណាស់ម៉ែជឿចាប់ណាស់ម៉ែបង្កើតកូនមកម៉ែអត់ចង់បានអីពីកូនតែម៉ែចង់ឃើញកូនខ្លាយទៅជាមនុស្សតែទីបំផុតកូនខ្លាយទៅជាមនុស្សបែបហ្នឹងម៉ែអត់បន្ទោសកូនទេពីព្រោះវាជាការទទួលខុសត្រូវរបស់ម៉ែទី2ម៉ែចង់ជម្រាបកូនថាសេចក្តីស្រឡាញ់របស់មេដាបិតានៅលើលោកនេះគឺជាសេចក្តីស្រឡាញ់ដែលអត់មានទិលសង្ស័យដូចតសៅមីដែលយើងច្បាច់ទៅអត់មានខ្វះតែគិតនេះនៅថ្ងៃណាមួយម៉ែខ្លាចកូនមានគុណបដិសារីនៅពេលដែលកូនអស់ពីមេដាបិតាអញ្ចឹងណាកូនត្រូវគិតពិចារណាពីឥឡូវទៅឲ្យហើយប៉ុន្តែក្រោយពីម៉ែនិយាយបែបហ្នឹងរួចហើយបើកូនយល់ថាផ្លូវរបស់កូនតែកូនជួយមើលជាផ្លូវល្អកូននៅទីស្រាប់ហើយថាឲ្យម៉ែកាត់តាមកូនម៉ែម៉ែជួយកូនទៅតាមលទ្ធភាពដែលម៉ែអាចជួយបាននឹងក្នុងនាមជាអ្នកទទួលខុសត្រូវនៃអ្នកដែលបង្កើតទោះបីកូនទៅជាអ្វីក៏ដោយម៉ែនៅតែតាមខែរក្សាកូនបងប្អូនណាបើសម្ដីបែបហ្នឹងចំកូនតែជាបុគ្គលមួយភ្នាក់ណាបងប្អូនមានឧបនិស្ស័យជាអ្នកភ្នាក់វានឹងផលិតជំនុំក្រមបានយើងម្ដាយពីព្រោះម៉ែឪរបៀបនឹងមានគុណខ្លាំងណាស់បងប្អូនម៉ែឪមានគុណខ្លាំងចប់ពីរឿងម៉ែឪយើងចាប់ដើមនិយាយជាមួយកូនវិញអារឿងម៉ែឪបង្កើតកូនមកដើម្បីផលប្រយោជន៍ដល់ខ្លួនដល់ពេលចាំកូនក៏ដើម្បីផលប្រយោជន៍ដល់ខ្លួនអានឹងជារឿងម៉ែឪណាកូនណាណាក្មួយណាណាកូនណាយ
លោកយើងពិចារណាមើលទោះបីជាម៉ែឪគ្មានគុណក៏ដោយបើកើតយើងអត់គុណអត់ចិញ្ចឹមបីបាច់យើងមានគុណក៏ណាទោះបីជាម៉ែឪអត់គុណក៏ដោយការធ្វើអំពើល្អចំពោះម្ដាយឪពុកនេះគឺជាការពិចារណាប្រកបដោយគតិបណ្ឌិតកូនល្អត្រូវតែធ្វើបែបនេះពីព្រោះនេះគឺជាគុណសម្បត្តិនិងគុណតម្លៃរបស់កូនផ្ទាល់ម៉ែឪជាម៉ែឪរបល់កាច់របល់យកតាមនឹងគឺរបស់ម៉ែឪប៉ុន្តែយើងមើលទៅឃើញគូកូននោះមិនបានដើម្បីគេសរសើរប៉ុន្តែអ្នកប្រាជ្ញបណ្ឌិតលោកមើលទៅលោកឲ្យតម្លៃចឹងនោះមើលកូននោះម៉ែឪវារបល់កាច់របល់យកបើតាមតែម៉ែឪវាអប់រំណាកូននេះវាប្រកាច់បាត់ទៅហើយប៉ុន្តែធម្មជាតិរបស់កូននេះជាមនុស្សល្អវានៅតែជាមនុស្សល្អទាល់តែបានហើយបងប្អូនមើលអត់មិនមែនប្រើពាក្យថានោះមើលកូននេះវាដឹងគុណម៉ែឪដឹងគុណគឺតែមានគុណអត់មានគុណផងចឹងយើងត្រូវនិយាយថានោះទោះបីម៉ែឪអត់មានគុណក៏ដោយហើយមើលកូនវានៅតែធ្វើល្អជាមួយម៉ែឪណែកូនរបៀបនឹងរកបានដោយកម្រដែលប្រពុតលោកប្រាប់ថាធម៌ពីរដែលជាធម៌រកបានដោយកម្របុព្វការីគុណនិងបច្ចញ្ញូគុណគឺជាគុណដែលចេះដឹងគុណអ្នកដទៃរកបានដោយកម្រពីរហ្នឹងជាបពលរកបានដោយកម្រអាហ្នឹងមកវាជាតម្លៃផ្ទាល់ខ្លួនរបស់កូនផ្ទាល់ទោះបីម៉ែឪទៅពីកាយវាស្ងាត់អ្នកដទៃម៉ែឪគេមានគុណគេបម្រើម៉ែឪអាហ្នឹងជារឿងធម្មតាទេប៉ុន្តែមានកូនខ្លះម៉ែឪគ្មានគុណតសធ្វើបាបផងហើយផងយ៉ាងកូននៅតែធ្វើអំពើល្អជាមួយម៉ែឪដោយអត្តប្រយោជន៍ដើម្បីទៀតតើកូនប្រភេទហ្នឹងគួរឲ្យទៅសើចទៅបើនិយាយតាមផ្លូវយើងល្អទីទីម៉ែឪក៏ល្អអាកូនហ្នឹងក៏ល្អប៉ុន្តែបើនិយាយដូចប្រសំសពថ្ងៃលោកថាទោះបីយ៉ាងណាក៏ដោយម៉ែឪនៅតែមានគុណនិយាយភាសាបែបហ្នឹងណាបងប្អូនម៉ែឪគ្មានការទទួលខុសត្រូវទេកូនតែដែលរងចាក់ទៅអង្គុយចាំទាលុយកូនទាតាមបានយល់អ្នកអាចខំបកកើតក្បាលនេះឯងឃើញទេគាត់និយាយរបៀបហ្នឹងណាធ្វើឲ្យម៉ែឪទៅជាមនុស្សចិត្តទីបំផុតទៅភាសារបស់គាត់តែគាត់និយាយថាយើងត្រូវតែនិយាយថាម៉ែឪមានគុណអាកំណត់ទស្សនៈបែបហ្នឹងវារុញច្រានធ្វើឲ្យម៉ែឪគ្មានការទទួលខុសត្រូវវាធ្វើឲ្យពាក្យគេមកខាង